គោលប្រតិបត្តិក្នុងពុទ្ធសាសនាពុទ្ធសាសនិកគ្រប់រូបទាំងបព្វជិតទាំងគ្រហស្ថគប្បីប្រព្រឹត្តប្រតិបត្តិតាមគោលធំ3យ៉ាងគឺ1គោរពព្រះពុទ្ធព្រះធម៌ព្រះសង្ឃទុកជាត្រៃសរណគម2ព្យាយាមសិក្សារៀនសូត្រពុទ្ធវចនៈធម៌វិន័យឲ្យបានចេះចាំពិតប្រាកដហើយប្រតិបត្តិតាមដើម្បីបានជាមធ្យោបាយសាងខ្លួនឲ្យបានល្អ3បំពេញទានសិលសមាធិបញ្ញាដែលជាវិធីឬមាគាអប់រំទូលមានកាយវាចាចិត្តឲ្យបានល្អស្អាតត្រឹមត្រូវបរិសុទ្ធផូរផង់ប្រាសចាកលោភៈទោសៈមោហៈហើយដែលជាមធ្យោបាយរំដោះខ្លួនឲ្យផុតចាកទុក្ខទាំងពួងបញ្ហាពុទ្ធិភាវៈសុខៈក្នុងពុទ្ធសាសនាពុទ្ធិគឺចំណេះចេះដឹងយល់ស្គាល់កើតមកអំពីការសិក្សាពិចារណាពុទ្ធិអាចកើតមកអំពីការសិក្សាត្រេះរិះពិចារណាការស្ដាប់ការរៀនគិតពិសោធន៍លក្ខណៈនៃមនុស្សពុទ្ធិដ៏ពងខ្ពស់ដ៏ប្រសើរហៅថាសម្មាសម្ពោធិបានដល់វិជ្ជា3ប្រការគឺ1ពុពេនិវាសានុសតិវិជ្ជាវិជ្ជានាំឲ្យរលឹកនឹកឃើញនៅជាតិកំណើតរបស់ខ្លួននិងអ្នកដទៃដែលបានកន្លងច្រើនជាតិរួចមកហើយ2ចុតោបបាតវិជ្ជាវិជ្ជានាំឲ្យមើលឃើញដឹងយល់នៅពុព្វហេតុដែលនាំឲ្យមនុស្សកើតចាស់ឈឺស្លាប់និងការចាប់ជាតិកំណើតថ្មីនេះជានោះ3អាសវខយវិជ្ជាវិជ្ជានាំឲ្យដឹងច្បាស់នៅការរលត់អស់កិលេសតណ្ហាមានលោភៈទោសៈមោហៈជាដើមវិជ្ជាទាំង3នេះហៅថាត្រៃវិជ្ជាវិជ្ជា3ក្រោយដែលបានចេះពិតប្រាកដនៅវិជ្ជាទាំង3នេះសពគ្រប់ហើយព្រះពុទ្ធក៏បានរកឃើញនៅសច្ចធម៌4ប្រការដែលហៅថាអរិយសច្ចៈ4គឺ1ទុក្ខសច្ចៈដឹងថានេះជាទុក្ខនេះជាការពិត2សមុទយសច្ចៈដឹងថានេះជាហេតុនាំឲ្យកើតទុក្ខនាំឲ្យមានទុក្ខជាការពិត3មគ្គសច្ចៈដឹងថានេះជាមគ្គនាំឲ្យផុតទុក្ខនាំឲ្យអស់ទុក្ខជាការពិត4និរោធសច្ចៈដឹងថានេះជាការរលត់ទុក្ខជាការពិតពុទ្ធិទាំងអស់នេះជាវិជ្ជាអាចកើតមានដោយសារការព្យាយាមខំប្រឹងសន្សំអប់រំសិក្សារៀនសូត្ររិះរករិះគិតពិចារណារបស់មនុស្សបន្តិចម្ដងអស់កាលវេលាជាយូរអង្វែងឆ្នាំហើយជាពុទ្ធិដែលអាចកើតមានចំពោះមនុស្សទូទៅពុំមានគិតអំពីជាតិកំណើតឬវណ្ណៈឋានៈសោះឡើយពុទ្ធិគឺជាភាវៈដីទឹកភ្លើងខ្យល់អាកាសលោកៈធម្មជាតិរុក្ខជាតិចិត្តមនុស្សសត្វលោកធាតុលក្ខណៈទាំងអស់នេះ
សុទ្ធតែស្ថិតនៅក្រោមអំណាចច្បាប់ធម្មជាតិ3យ៉ាងហៅថាត្រៃលក្ខណៈលើកលែងតែនិព្វានត្រៃលក្ខណៈឬលក្ខណៈ3យ៉ាងនៃធម្មជាតិអ្វីទាំងអស់ក្នុងលោកភាវៈក្តីធម្មជាតិក្តីលោកៈក្តីមនុស្សសត្វក្តីសុទ្ធតែស្ថិតនៅក្នុងលក្ខណៈ3យ៉ាងគឺ1អនិច្ចំមិនទៀងទាត់ថិតថេរ2ទុក្ខំជាទុក្ខលំបាកវេទនាពិបាកនិងទ្រាំទ្រ3អនត្តាពុំស្ដាប់បង្គាប់មិនមែនជារបស់ខ្លួនគ្មានអត្តៈភាវៈទាំងអស់ក៏កើតឡើងឯងតាមធម្មជាតិច្បាប់តាំងពីធាតុតូចល្អិតដែលជាបរមានុធាតុដុំផ្សំគ្នាជាសង្ខតៈបង្កើតជាធាតុដីទឹកភ្លើងខ្យល់អស់កាលយូរធាតុទាំងនេះផ្ដុំផ្សំគុំគ្នាជាសង្កតធាតុក៏បង្កើតបានជារុក្ខជាតិជាសត្វជាមនុស្សជាទេវតាជាដើមភាវៈទាំងអស់កើតមានឡើងដោយសារទំនាក់ទំនងនៃសង្កតធាតុហើយបានទៅជាសង្ខារឯនិព្វានជាទីរលត់ទុក្ខផុតទុក្ខប្រះចាកសង្ខារការតតែងមានតែសេចក្តីសុខដ៏បរិសុទ្ធកាលបើគ្មានសង្ខារតតែងព្រះនិព្វានក៏គ្មានរូបកាលបើគ្មានរូបព្រះនិព្វានក៏ត្រូវស្ថិតនៅក្រៅអំណាចច្បាប់ធម្មជាតិដែលជាត្រៃលក្ខបានសេចក្តីថាព្រះនិព្វានគ្មានការកើតចាស់ឈឺស្លាប់គ្មានទុក្ខផុតចាកទុក្ខទាំងពួងមានតែនិរាមិសសុខជាបរមសុខតែម្យ៉ាងសុខៈសេចក្តីសុខសប្បាយរីករាយត្រជាក់ចិត្តស្រួលកាយមាន2យ៉ាងគឺ1លោកីយសុខសុខក្នុងលោកីលាយឡំដោយទុក្ខ2បរមសុខសុខដ៏បរិសុទ្ធដ៏ប្រសើរគ្មានលាយឡំដោយទុក្ខគឺព្រះនិព្វានសេចក្តីសុខទាំងពីរប្រភេទនេះតែងតែកើតមានឡើងដោយឥទ្ធិពលនៃការកសាងសន្សំធ្វើបុណ្យធ្វើល្អខំប្រឹងព្យាយាមស្វែងរកបន្តិចម្ដងនៃមនុស្សសត្វរាល់រូបឯគោលបំណងធំបំផុតនៃពុទ្ធិលទ្ធិគឺការរលាស់ខ្លួនចេញឲ្យផុតអំពីទុក្ខក្នុងសង្សារវដ្តហើយបាញ់ឆ្ពោះទៅរកបរមសុខគឺព្រះនិព្វានដើម្បីនឹងបានសម្រេចបរមសុខមនុស្សត្រូវដើរតាមមាគ៌ាមជ្ឈិមបដិបទា8ប្រការគឺសមាទិដ្ឋិយល់ក្នុងផ្លូវត្រូវយល់ត្រូវសមាសង្កប្បៈត្រេះរិះក្នុងផ្លូវត្រូវត្រេះរិះត្រូវសមាវិជ្ជានិយាយក្នុងផ្លូវត្រូវនិយាយត្រូវសមាកម្មន្តៈប្រកបការងារក្នុងផ្លូវត្រូវការងារត្រូវសមាជីវៈចិញ្ចឹមជីវិតក្នុងផ្លូវត្រូវចិញ្ចឹមជីវិតត្រូវសមាវិជ្ជាមៈព្យាយាមក្នុងផ្លូវត្រូវព្យាយាមត្រូវសមាសតិភ្ញាក់រលឹកក្នុងផ្លូវត្រូវរលឹកត្រូវសមាសមាធិតម្កល់ចិត្តក្នុងផ្លូវត្រូវតម្កល់ចិត្តត្រូវដែលរួមដល់សិលសមាធិបញ្ញាកម្មគឺអំពើកិច្ចការងារដែលបុគ្គលមួយរូបបានធ្វើបានប្រព្រឹត្តដោយកាយវិចារចិត្តកម្មនេះមាន2យ៉ាងគឺ1កម្មល្អអំពើល្អគឺកុសលកម្មបុណ្យ2កម្មអាក្រក់អំពើអាក្រក់គឺបាបកម្មបាបកម្មទាំង2យ៉ាងតែងកើតមានឡើងគ្រប់ពេលវេលាដោយសារការប្រព្រឹត្ត
ការធ្វើរបស់មនុស្សម្នាក់ពោលគឺមនុស្សជាអ្នកសាងកម្មនេះដោយខ្លួនឯងហើយត្រូវទទួលយកខ្លួនឯងនៅផលនៃកម្មនេះកម្មទាំងពីរនេះអាចផ្ដល់ផលជាពីរបែបគឺ1ផលកើតចេញមកអំពីកម្មក្នុងបច្ចុប្បន្នជាតិនេះ2ផលកើតចេញមកអំពីកម្មក្នុងអតីតជាតិកម្មខ្លះអំពើខ្លះរមែងផ្ដល់ផលហុចផលភ្លាមក្នុងបច្ចុប្បន្នកម្មខ្លះអំពើខ្លះរមែងហុចផលឲ្យអ្នកធ្វើអ្នកប្រព្រឹត្តនៅពេលខាងក្រោយដ៏យូរឬក្នុងអនាគតកម្មនេះជាសម្បត្តិផ្ទាល់របស់មនុស្សម្នាក់កម្មនេះតែងបែងចែកមនុស្សសត្វឲ្យខ្ពស់ទាបល្អអាក្រក់សខ្មៅតម្រូវតាមការកសាងឬអំពើរបស់មនុស្សម្នាក់គេសាព្រោះបណ្ដុះពូជបែបណារមែងទទួលផលបែបនោះអ្នកធ្វើអំពើល្អកម្មល្អរមែងទទួលផលល្អគឺផលបុណ្យឯអ្នកធ្វើអំពើអាក្រក់រមែងទទួលផលអាក្រក់គឺផលបាបធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់កម្មសឲ្យផលសកម្មខ្មៅឲ្យផលខ្មៅខ្លួនទីពឹងខ្លួនសេចក្តីបរិសុទ្ធនិងមិនបរិសុទ្ធស្រេចតែខ្លួនឯងគ្មានអ្នកដទៃណាមកសាងឬមកទទួលជំនួសខ្លួនឡើយកម្មសអំពើល្អផ្ដល់ផលឲ្យបានសុខសប្បាយកម្មខ្មៅអំពើអាក្រក់ផ្ដល់ផលឲ្យបានទុក្ខលំបាកវេទនាហេតុនេះដើម្បីឲ្យបានសេចក្តីសុខសប្បាយរីករាយមានជោគជ័យនិងសុភមង្គលគប្បីនាំគ្នាខំសាងខំធ្វើអំពើល្អអំពើបុណ្យឲ្យបានច្រើនព្រោះអំពើល្អនេះជាពូជសម្រាប់ច្នៃរចនាយើងម្នាក់ឲ្យបានខ្ពង់ខ្ពស់ថ្លៃថ្នូរសុខសប្បាយគ្រប់ពេលវេលាតាំងអំពីបច្ចុប្បន្នរហូតដល់អនាគត